ចំនួនបែបណាទៅណានិយាយចឹងរត់ខ្ញុំបានស្គាល់ក្រុមបាល់ទាត់នារីមួយក្រុមដែលគាត់មកពីខេត្តបាត់ដំបងហើយគាត់បានសហការគ្នាយ៉ាងល្អអ្វីដែលពិសេសគឺពួកគាត់មានគោលដៅមួយរួមគ្នាហើយលទ្ធផលដែលគាត់ទទួលបានគឺជោគជ័យដ៏អស្ចារ្យមួយតោះទៅមើលវីដេអូគាត់ទាំងអស់គ្នាខ្ញុំធ្លាប់ឈ្នះពាននៅសិង្ហបុរីពានសាលាហើយនិងពានបាល់ទាត់ស្ត្រីកម្ពុជាខ្ញុំធ្លាប់បានឈ្នះពានខ្ញុំធ្លាប់បានលើកពានមួយពាន Fair Play មួយតំណាងឲ្យប្រទេសកម្ពុជាខ្ញុំបានទទួលជោគជ័យបានពានស្ត្រីនិងបានទៅប្រទេសក្រៅលេងបាល់ជាមួយនឹងក្រុមជម្រើសជាតិគេខ្ញុំកាលមុនក្មេងម្នាក់ដែលនៅភូមិឆ្ងាយមែនតើអត់បានចូលសាលារៀនអត់ចេះអង់គ្លេសអត់ចេះកុំព្យូទ័រនិងអត់ស្គាល់ពីបាល់ទាត់អត់ស្គាល់ពីប្រភពខាងក្រៅទាំងអស់ដូចកែបមួយនៅក្នុងដងប៉ុន្តែក្រោយពីខ្ញុំចូលបាល់ទាត់ខ្ញុំបានចូលរៀននៅសាលាវិញនិងខ្ញុំធ្លាប់បានទៅប្រកួតនៅប្រទេសអាហ្វ្រិកខាងត្បូងខ្ញុំធ្លាប់បានចូលមើល World Cup ខ្ញុំអត់ដែលចាប់អារម្មណ៍ពីបាល់ទាត់ខ្ញុំមិនដែលស្គាល់តែក្រោយមកទៀតមិត្តភ័ក្តិហៅចូលលេងឆ្ងល់ស្អីគេតែគេហៅតាសាកល្បងចូលលេងមួយថ្ងៃពីរថ្ងៃពេលតែចូលទៅចូលចិត្តសប្បាយមានអារម្មណ៍ថាមានជីវិតមួយថ្មីទៀតអញ្ចឹងការលេងបាល់ទាត់ធ្វើឲ្យយើងមានមិត្តភ័ក្តិច្រើនមានសុខភាពល្អមិនថាប្រុសមិនថាស្រីលេងបាល់ដូចគ្នាក្នុងក្រុមខ្ញុំខ្លាំងមិនមែនដោយសារតែអ្នកហ្គោលល្អក៏មិនមែនដោយសារខ្សែប្រយុទ្ធខ្ញុំល្អឬខ្សែការពារខ្ញុំល្អទេដោយសារពួកខ្ញុំល្អទាំងអស់គ្នាគ្រូបង្វឹកខ្ញុំល្អដូចគ្នាអ្នកដឹកនាំខ្ញុំល្អដូចគ្នាពួកខ្ញុំសហការគ្នាបានល្អដូចគ្នានៅពេលដែលពួកខ្ញុំធ្វើការជាក្រុមមានសាមគ្គីគ្នាចេះយកចិត្តគ្នាទៅវិញទៅមកនៅពេលដែលយើងឧទាហរណ៍ពេលខ្ញុំលេងបាល់ខ្ញុំខ្សែការពារខ្ញុំមានដៃគូដូចខ្ញុំដូចគ្នាខ្ញុំលេងត្រូវយកចិត្តគ្នាល្អនិយាយទៅការងារល្អមិនមែនផ្ដោតលើតែម្នាក់ទេការងារល្អត្រូវផ្ដោតលើអ្នកចូលរួមទាំងអស់ដូចលេង11នាក់នៅក្នុងការប្រកួតមួយលេង14នាក់មិនមែនតាល្អម្នាក់ទៅឈ្នះទេបើសិនជាក្រុមនឹងមានបញ្ហាតែម្នាក់ប្រហែលជាចំណុចមួយហ្នឹងក៏ទន់ខ្សោយគេគូសត្រូវអាចយកឈ្នះលើចំណុចហ្នឹងមួយបានអញ្ចឹងមិនមែនមានតែកីឡាករអ្នកលេងប៉ាកែម្នាក់ដូច Messi ឬក៏ Ronaldo គាត់អាចម្នាក់គាត់ទៅប្រកួតអញ្ចឹងមានន័យថាការងារជាក្រុមគឺទាំងអស់គ្នាក្តីសម័យខ្ញុំនៅពេលអនាគតខ្ញុំចង់ឲ្យឃើញក្មេងស្រីទាំងអស់អត់ចង់ឃើញពួកគេឈប់រៀនសង្ឃឹមថាពួកគេបានល្អជាងខ្ញុំសម្រាប់ក្រុមកីឡាវិញមានក្តីសម័យធំចង់ធ្វើជាស្រីអស្ចារ្យមួយនៅប្រទេសកម្ពុជាចង់ធ្វើជាក្រុមមួយដែលអាចលេងបាល់ដូចបុរសហើយបង្ហាញពីបាល់ទាត់ស្ត្រីថានៅប្រទេសកម្ពុជាយើងក៏មានស្រីលេងបាល់ទាត់ដែរហើយក៏មានស្រីខ្លាំងអាចលេងបាល់ដូចប្រុសដែរហើយបន្តិចទៀតនេះយើងនឹងមានក្រុមរាំមួយដែលពូកែជាងគេមកបង្ហាញទស្សនិកជន